อบประวัติនិងសមត្ថភាពដ៏ឆ្នើមរបស់លោកឧត្តមសេនីយ៍តូញ៉ែបូរ៉ាដែនប្រធានក្រុមលេខាធិការ GBC កម្ពុជាក្នុងបរិបទនៃភាពតានតឹងផ្នែកការទូតនិងយោធានៅតាមតំបន់ព្រំដែនមហាជនកម្ពុជាបានសម្ដែងនូវការចាប់អារម្មណ៍និងមោទនភាពយ៉ាងខ្លាំងចំពោះបុគ្គលិកលក្ខណៈនិងសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍តូញ៉ែបូរ៉ាដែនប្រធានក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូត GBC កម្ពុជាលោកត្រូវបានគេទទួលស្គាល់ថាជាបញ្ញវន្តយោធាដ៏មុតស្រួចដែលត្រូវបានប្រើប្រាស់ចំណេះដឹងកម្រិតអន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិលើឆាកការទូតប្រវត្តិសិក្សានិងការបណ្ដុះបណ្ដាលលំដាប់ពិភពលោកឧត្តមសេនីយ៍តូញ៉ែបូរ៉ាដែនគឺជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបដែលមានគ្រឹះចំណេះដឹងជ្រៅជ្រះបំផុតនៅសាលាបណ្ឌិតសភាយោធា West Point លោកគឺជាកូនខ្មែរចំនួនទី2បន្ទាប់ពីសម្ដេចថាបតីហ៊ុនម៉ាណែតដែលត្រូវបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាដ៏ល្បីល្បាញបំផុតរបស់សហរដ្ឋអាមេរិកក្រៅពីជំនាញយោធាលោកក៏មានជំនាញខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិនិងវិជាសាស្ត្រនយោបាយដែលធ្វើឲ្យលោកមានសមត្ថភាពវិភាគបញ្ហាភូមិសាស្ត្របានយ៉ាងហ្មត់ចត់បច្ចុប្បន្នក្នុងនាមជាមន្ត្រីផ្កាយ2លោកកាន់តួនាទីជានាយករងអប់រំយុទ្ធសាស្ត្រនៃក្រសួងការពារជាតិជាសាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រយោធានិងប្រវត្តិសាស្ត្រលើពីនេះលោកគឺជាប្រធានក្រុមលេខាធិការ GBC កម្ពុជាដែលត្រូវតតដោយផ្ទាល់ជាមួយនឹងសមភាគីថៃគឺនាយឧត្តមសេនីយ៍ណាត់ផាថុងប្រកែវលោកមិនត្រឹមតែជាអ្នកប្រតិបត្តិឡើយប៉ុន្តែគឺជាអ្នកប្រាជ្ញយោធាមួយរូបដែលបន្សល់ទុកនៅស្នាដៃជាច្រើនជាពិសេសសិភៅភាសាអង់គ្លេសពីរបបខ្មែរក្រហមដែលមានចំណងជើងថា The Khmer Rouge IDO Militarism and the Revolution that Consumed Our Nation អ្នកប្រាជ្ញយោធារូបនេះក៏ធ្លាប់បានធ្វើការវិភាគស៊ីជម្រៅទៅលើបញ្ហាសមុទ្រចិនខាងត្បូងនិងសន្តិសុខតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ផងដែរសមត្ថភាពដ៏ឆ្នើមរបស់លោកត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈលិខិតផ្លូវការផ្ញើទៅកាន់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែលត្រូវបានរៀបចំឡើងយ៉ាងមានវិជ្ជាជីវៈនិងត្រឹមត្រូវតាមបច្ចេកទេសច្បាប់អន្តរជាតិទោះបីជាយ៉ាងណាក៏ដោយអ្វីដែលគួរឲ្យហួសចិត្តនោះគឺភាគីថៃបែរជាយកខ្លឹមសារលិខិតដ៏ល្អឥតខ្ចោះនោះទៅបកប្រែបំភ្លេចខុសទាំងស្រុងដើម្បីបម្រើឲ្យយុទ្ធនាការបំភាន់ព័ត៌មានរបស់ពួកគេទៅវិញជារួមវត្តមានរបស់លោកឧត្តមសេនីយ៍តូញ៉ែបូរ៉ាដែនគឺជាសក្ខីភាពដែលបង្ហាញថាកម្ពុជាមានធនធានមនុស្សដ៏រឹងមាំនៅក្នុងការការពារបូរណភាពទឹកដីមិនត្រឹមតែតាមរយៈអាវុធប៉ុណ្ណោះទេប៉ុន្តែគឺតាមរយៈចំណេះដឹងនិងការទូតដ៏មុតស្រួចទោះបីជាមានការប៉ុនប៉ងបំផ្លាញការពិតពីសំណាក់ភាគីឈ្លានពានក៏ដោយក៏សមត្ថភាពពិតនិងសញ្ចាធម៌ដែលលោកបានបង្ហាញនឹងនៅតែជាខែលការពារកិត្តិយសជាតិកម្ពុជាយ៉ាងរឹងមាំទៅលើឆាកអន្តរជាតិ